វាសួរអ្នកនរគ្នាខ្ញុំបាទឈ្មោះចេងលះហេងមកពីក្រុម AV7 ថ្ងៃនេះគឺយើងមក record Linux តាក់ទងទៅនឹងការ zip និងតានៅក្នុង Linux អញ្ចឹងជាដំបូងគឺយើងធ្វើការ remote SX ពី Oracle VirtualBox មកកាន់ terminal យើងអញ្ចឹងខ្ញុំបាន remote ហើយយើងអាចមើលបានតាមរយៈ hostname អញ្ចឹងបន្ទាប់ពីខ្ញុំ remote បានហើយclear ហើយយើងចូលទៅធ្វើការបង្កើតនៅ file ទៅតាមនៃ file folder ជា tree អញ្ចឹងដើម្បីឲ្យយើងធ្វើចង់បានទីមួយគឺយើងធ្វើការមាន tree ជាមុនសិនឧទាហរណ៍ហើយអញ្ចឹងបើសិនជាអ្នកគ្នាពីដំបូងមកអាចនឹងអត់ទាន់មាន tree ទេយើងអាច install បានដោយ sudo apt install tree តែដោយសារខ្ញុំបាន install ហើយអញ្ចឹងខ្ញុំអត់ install ទៀតទេអញ្ចឹងបន្ទាប់ពីយើង install វាហើយគឺយើងអាចមកបង្កើត folder បានអញ្ចឹងយើងអាចដោយប្រើmkdir មានន័យថា making directory ហើយ .p stand for parent អញ្ចឹងគឺយើង01 folder អញ្ចឹងនៅក្នុង folder 01ហ្នឹងខ្ញុំចង់បាន folder 02ហើយតគ្នារហូតក្នុង02មាន03ក្នុង03មាន04 05 06 07 08 យ៉ា04 10ចាំតើមានកាត់ហើយយើងអាចប្រើ command tree ដើម្បីមើលបាននេះអញ្ចឹងគឺយើងទទួលបានហើយ folder ជា tree ហើយវានៅក្នុងតគ្នាបន្ទាប់មកគឺយើងធ្វើការបង្កើត file ចូលទៅកាន់ folder នីមួយៗអញ្ចឹងគឺឧទាហរណ៍ថាដើម្បីឲ្យយើងបង្កើត file ចូលក្នុង folder នេះបានគឺយើងអាចប្រើ command touch ហើយយើងដាក់ឈ្មោះfile ឧទាហរណ៍ថាដាក់ file file 001 .tt អូច្រឡំកាលនេះគឺយើងដាក់ touch ហើយ001 file 001.tat អូខេអញ្ចឹងតទៅពីយើងបង្កើតហើយគឺយើងឆែកបាននេះខ្ញុំប្រើ command 3គឺខ្ញុំមាន001ដែលមាន file ឈ្មោះ file 001អញ្ចឹងគឺយើងត្រូវបង្កើត file ទាំងអស់ចូលក្នុង folder ទាំងអស់អញ្ចឹងគឺយើងឆែកមកហើយ001/002ដោយសារខ្ញុំបង្កើតចង់បាន folder 002អញ្ចឹងគឺខ្ញុំចូលទៅ002ហើយខ្ញុំ slash 002ហើយខ្ញុំដាក់ឈ្មោះ file អូខេអញ្ចឹងខ្ញុំស្រាស់មួយទៀតមកហើយ file 002.tat អូខេអញ្ចឹងខ្ញុំ save comment ដែរថ្ងៃនេះគឺយើងយក003ហើយខ្ញុំដាក់ឈ្មោះថា file ថា003ដែរអញ្ចឹងខ្ញុំត្រូវធ្វើចឹងរហូត003.tat ថ្មខ្ញុំទៅ save comment នេះតមកទៅយើង share save ចាំដង001 002 003 004ទៅយើងដាក់ឈ្មោះ file 004 slash 004 file 004ឆ្លង file 004 .tt អញ្ចឹងនេះគឺយើងបង្កើតម្ដងពី file មានថា003 folder 003បង្កើតឈ្មោះ file 003.tt មួយ folder 004បង្កើត file ឈ្មោះនេះមួយទៀតអញ្ចឹងយើងអាចត្រីមើលម្ដងទៀតបានអូខេអញ្ចឹងខ្ញុំបានបង្កើត001 02 003 004អញ្ចឹងគឺយើងធ្វើការចូល005 006 007ទៀតអញ្ចឹង001 002 003 004 005ហើយដាក់ឈ្មោះ file មក file 005.tat ហើយខ្ញុំទៅ share save ច្រើនដងយើងឯនេះវាប្រាប់ថា no save file 33អូខេហើយនេះគឺដោយសារតែយើងភ្លេចដាក់ touch ពីមុខអូខេអញ្ចឹងយើងsave សាមីមក check ហើយ001 002 003 004 005ហើយដាក់ឈ្មោះ file 005.tt ទៅបាត់ច្រឡំenter ខុសទៀត
001 002 003 004 005 .txt អូខេចឹងខ្ញុំទៅបង្កើត file ទៀតមកបង្កើតហើយចាំយើងឆែកចឹងយើងត្រូវការ file 006 file 006ហើយឆ្លាស់ចូល folder 006ចាំមកអូខេតមកយើងទៅទៀត007 slash folder 007ទៀត008 slash ចូល folder 008 004អស់ហើយដល់ចុងក្រោយគឺ010ចឹងឡើយនេះគឺយើង slash ចូល010អូខេចាំតទៅខ្ញុំកាន់ហើយខ្ញុំ clear ចោលមួយហើយយើងប្រើ command 3ឆែកមើលចឹងគឺខ្ញុំមាន file 01 02 03 04 05 01 07 08 04 010ចឹងក្នុង folder មួយៗគឺមាន file អស់ហើយអូខេចឹងហើយ command បន្ទាប់គឺយើងមកធ្វើការ zip ទៅលើ folder មួយហ្នឹងដើម្បីយើង zip បានគឺយើងប្រើ command ដូចជា zip ចឹងកន្លែង zip នេះពីដំបូងគឺខ្ញុំអាចប្រើបានទេដោយសារតែវាតម្រូវយើង install ជាមុនសិនអញ្ចឹងយើងអាចប្រើ command sudo apt install zip ចេះបានតែសារខ្ញុំ install ហើយអញ្ចឹងខ្ញុំអត់ install ទៀតទេយើងចូល command តែម្ដងzip .o នេះ stand for recursive អញ្ចឹងគឺខ្ញុំដាក់ឈ្មោះថា zip file ចឹងមក zip fv7 zip fv7 ហើយយើងដាក់ slash folder ដែលយើងចង់ zip អញ្ចឹងគឺខ្ញុំចង់ zip folder 001ដែលគ្របដណ្ដប់លើ char នេះទាំងអស់តែម្ដងនេះវាប្រាប់ថា nothing to do wait នេះខ្ញុំដាក់ slash ពីមកហើយ fv7 ហើយគឺយើងដក clear ដាក់ឈ្មោះ001ហើយចាវាថាយើង zip file មក folder zip មក folder 001ទាំងអស់នេះដាក់ឈ្មោះ zip fv7 គឺអញ្ចឹង enter មកអញ្ចឹងគឺវា add បានហើយអញ្ចឹងដើម្បីយើងអាចមើលបានយើង 3 មើលម្ដងទៀតមកអញ្ចឹងគឺយើងឃើញ file zip ថ្មីហើយនេះ zip fv7 អញ្ចឹងដើម្បីយើងអាច unzip វាឬក៏យើងមើល file អញ្ចឹងយើងចូលទៅមើល file យើង zip ជាមុនសិនមកក្នុងកន្លែងដែលយើងមើល file គេហៅថា file zip អូខេអញ្ចឹងគឺយើងត្រូវប្រើ command unzip ហើយដាក់ឈ្មោះ zip របស់យើងនេះមក fv7 អញ្ចឹងគឺខ្ញុំ unzip fv7 .zip ឡើយនេះបើសិនជាយើងប្រើ command តែប៉ុណ្្នឹងវាអាចនឹងអត់ឃើញថែម .l មួយទៀតអូខេអញ្ចឹងគឺយើងឃើញ folder ដែលយើងបាន zip អញ្ចឹងខ្ញុំ clear ចោលមកទៅអញ្ចឹងបន្ទាប់ពីយើងបាន zip ហើយគឺយើងធ្វើការ unzip វាធម្មតាដោយមិនបាច់ចាំយើងឆែកអីច្រើនទេគឺខ្ញុំប្រើ command unzip ហើយដាក់ឈ្មោះមិញzip fv7.zip ចឹងកន្លែងនេះគឺយើងរបៀបដែលយើង zip unzip ប៉ុន្តែយើង unzip ទៅដាក់ folder ថ្មីអូខេអញ្ចឹងគឺយើងប្រើ .d ហើយនឹងដាក់ឈ្មោះ file zip ថ្មីដែលយើងចង់ដាក់ unzip ទៅច្រឡំ zip ថ្មីអញ្ចឹងខ្ញុំដាក់ថា extract sheet ដែលយើង extract មកពី zip fv7 អញ្ចឹងមានន័យថាខ្ញុំនឹង unzip file zip មួយនេះហើយទៅកាន់ folder ថ្មីដែលមានឈ្មោះថា extract sheet zip fv7 folder នេះអូខេ enter មកអញ្ចឹងយើងអាចត្រីមើលនេះអញ្ចឹងយើងដំបូងគឺខ្ញុំមាន file zip មួយតមកខ្ញុំ unzip file ហ្នឹងunzip folder ហ្នឹងមកដាក់ក្នុង extract នេះអូខេអញ្ចឹងគឺវាបានមកវិញទាំងអស់អូខេអញ្ចឹងតើតងនឹងការ zip និង unzip គឺយើងបានបញ្ចប់អញ្ចឹងចំពោះ command បន្ទាប់គឺយើងចូលមកកាន់តា file អញ្ចឹងដើម្បីបង្កើតតា file បានគឺយើងប្រើ command តាហើយដក c
set f ចឹងគឺខ្ញុំដាក់ឈ្មោះថា ta fv7 dot ta dot gset អញ្ចឹងគឺយើងយក folder 001ទៅដែរយកទៅ zip ជាតាទៅធ្វើជា tar file អូខេអញ្ចឹងគឺយើងបានហើយអញ្ចឹងយើងមក tree ម្ដងទៀតមកគឺយើងឃើញអានេះ folder 001ធម្មតានេះ zip ដែលយើងបានធ្វើហើយនេះ tar file ថ្មីគឺយើងបានដាក់ឈ្មោះថា tar av7 ហ្នឹងដែលនៅក្នុង tar នេះដែរគឺវាប្រកាសជាមាន folder នេះនៅក្នុង tar ហ្នឹងហើយអញ្ចឹងដើម្បីឲ្យយើងដឹងគឺយើងចូលទៅ anta មកវិញដែលយើងប្រើ command tar ហើយដក x set f tar ដក x set f ហើយដាក់ឈ្មោះមកនេះគឺ tar fv7 .tar.gset អូខេអញ្ចឹងគឺយើងអាច tree មើលម្ដងទៀតកន្លែងនេះខ្ញុំ enter ហើយប៉ុន្តែខ្ញុំភ្លេចដាក់វាទៅ folder ណាមួយជាក់លាក់អញ្ចឹងទៅវាដូចជាអត់បានអីមកគេតាមពិតទៅគឺយើងបាន enter ហើយអញ្ចឹងគឺខ្ញុំដើម្បីតែឲ្យឃើញបានឈប់ចាំបន្តិចអញ្ចឹងមិញគឺយើងបាន enter ហើយដោយយើងប្រើ command tar ហើយដក x ដក set ដក x set f នេះដែល x នេះគឺតំណាង extract ហ្នឹងឯងអញ្ចឹងគឺពីដំបូងគឺយើងធ្វើការ tar file ដែលយើងប្រើដក c ដែលវា stand for create អញ្ចឹងគឺមានន័យថាយើង create tar file ចេញពី folder 001ហើយដាក់ឈ្មោះនេះអញ្ចឹងបន្ទាប់ពីយើងបានហើយគឺយើងមកបាន tar វិញហើយអូខេអញ្ចឹងគឺដូចជាអស់ហើយអញ្ចឹងគឺ tree ម្ដងclear ម្ដងទៀតហើយខ្ញុំ tree 001ដូចជាអស់ហើយអញ្ចឹងអរគុណអ្នកនាងនិងលោកគ្រូដែលបានទស្សនាវីដេអូ shut down sudo shut down now